សម្រាប់បងប្អូនអ្នកខាតបាត់ដំបងដែលចង់ហូបទឹកក្លុកបឺក្លុកឬក៏ដូងក្លុកឆ្ងាញ់ណាបងប្អូនអាចមកទិញកន្លែងគាត់បានបងប្អូនទីតាំងក្រោយវត្តសកានេះបងប្អូននេះហើយសម្រាប់ខាងនោះសម្បូរអ្នកលក់ដែរបងប្អូនណាតែខ្ញុំរីកមិនឲ្យបងប្អូនមកហូបកន្លែងគាត់បងប្អូននេះជាប់កន្លែងអាហារដ្ឋានជីហេងកុសលបងបើបងប្អូនចង់មកហូបកំងបងប្អូនអាចមកកន្លែងគាត់បានបងប្អូនតម្លៃចាប់ពី 8,000 ទៅធានាថារសជាតិក៏ឆ្ងាញ់ដែរនេះបងប្អូនណាខ្ញុំថតចែកជូនពុកម៉ែបងប្អូនណាឈ្មោះគាត់ដែរគាត់ឈ្មោះចានីបឺក្លុកនេះសម្រាប់បើសិនជាថ្ងៃសៅរ៍អាទិត្យវិញបងប្អូនចាំយូរនេះសម៉ូយគាត់បងប្អូនហើយសម្រាប់កន្លែងផ្សេងក៏មានលក់ដែរបងប្អូនតែអត់សូវមានអតិថិជនទេបងប្អូនអញ្ចឹងបងប្អូនសម្រាប់អ្នកខាតបាត់ដំបងដែលគាត់អត់ដល់ស្គាល់អញ្ចឹងបងប្អូនអាចមកសាកបានសម្រាប់បឺក្លុកទឹកក្លុកអីមកកើ 5,000 ដែរបងប្អូនហើយសម្រាប់ដូងក្លុកគឺ 7,000 ដោយសារគាត់ប្រើដូងខ្ទិះបងប្អូនណាអញ្ចឹងបងប្អូនដែលអត់ថតទីតាំងនេះបងប្អូនខ្ញុំប្រាប់បើបងប្អូនមកពីខាងលោកតាបងញូវិញគឺមកដល់កន្លែងនេះពីសាម៉ាស់តមកបងប្អូនបត់ស្ដាំមកនេះបើទៅត្រង់គឺត្រូវឡើងបុកទៅស្ពានណាបងប្អូននេះវត្តសកាក្រោយវត្តសកាហ្នឹងមានបាក់រហូតបងប្អូនអ្នកខេត្តបាត់ដំបងហើយសម្រាប់ទីតាំងគាត់នេះគឺអូញៀវគាត់ច្រើនបងប្អូននេះអត់ស្មាននេះនៅម៉ោង 8 9 ក៏មានអតិថិជនមកគាំទ្រដែរបងប្អូននេះលេខតំណែងគាត់បងប្អូនអញ្ចឹងបងប្អូនដែលឃើញវីដេអូខ្ញុំហើយកុំភ្លេចចាប់ Subscribe Channel ឲ្យម្នាក់មួយហើយចុចរូបសញ្ញាកណ្ដឹងដើម្បីទទួលបានកន្លែងហូបឆ្ងាញ់ៗបងប្អូនណាបាទសូមអរគុណសូមជម្រាបលា